សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពី RBC Ukraine ហើយនៅក្នុងសារព័ត៌មានថ្ងៃនេះផងដែរគឺនិយាយអំពីដំណឹងល្អរបស់ប្រទេសអ៊ុយក្រែនអញ្ចឹងប្រទេសអ៊ុយក្រែនថាអាចនឹងធ្វើការវាយប្រហារទៅលើប្រទេសរុស្ស៊ីជាលើកដំបូងរបស់ខ្លួនដោយប្រើកាំជ្រួចដែលផលិតបានដោយខ្លួនឯងនៅក្នុងរដូវក្តៅខាងមុខនេះបើយោងទៅតាមអ្នកជំនាញដែលធ្វើការវិភាគនោះហើយនៅដើមរដូវក្តៅនេះអ៊ុយក្រែនអាចនឹងចាប់ផ្ដើមការវាយប្រហារទ្រង់ទ្រាយធំលើកដំបូងរបស់ខ្លួនលើទីតាំងរុស្ស៊ីដោយប្រើមីស៊ីលផលិតនៅក្នុងស្រុកនេះបើយោងទៅតាមលោក Ivan Stupak អ្នកជំនាញខាងយោធារបស់រដ្ឋបាននិយាយថានេះអាចជួយរារាំងសត្រូវនៅក្នុងការអត្ថាធិប្បាយរបស់គាត់ទៅកាន់ប៉ុស្តិ៍ YouTube របស់ RBC Ukraine ហើយលោកក៏បានកត់សម្គាល់ថាអ៊ុយក្រែនគឺកំពុងតែបញ្ចប់កម្មវិធីកាំជ្រួចរបស់ខ្លួនដែលគួរតែមានឥទ្ធិពលវិជ្ជមាននោះផងដែរហើយនឹងអាចបញ្ឈប់លបឿនឬក៏អាចនឹងរារាំងលបឿននៃការឈ្លានពានរបស់រុស្ស៊ីចូលមកក្នុងប្រទេសអ៊ុយក្រែននឹងបន្តទៀតហើយគាត់ក៏បានសន្មតថានៅក្នុងខែកក្កដាបាទគឺខែ7ឬក៏ខែ8ខាងមុខនេះគឺយើងអាចមានន័យថាខាងអ៊ុយក្រែនអាចនឹងធ្វើការវាយប្រហារទ្រង់ទ្រាយធំលើកដំបូងដោយប្រើកាំជ្រួចអ៊ុយក្រែនលើទីតាំងសំខាន់របស់រុស្ស៊ីនៅក្នុងចម្ងាយពី150ទៅ200គីឡូម៉ែត្រហើយយើងនឹងមិនធ្វើការស្នើសុំការអនុញ្ញាតពីនរណាម្នាក់ដើម្បីធ្វើការវាយប្រហារនោះទេដោយលោក Stupak បានបញ្ជាក់បន្ថែមបាទនៅក្នុងត្រង់ចំណុចនេះគឺចង់និយាយសម្ដៅទៅលើអង្គការយោធា NATO ពួកគាត់មិនចាំបាច់សុំការអនុញ្ញាតនោះទេពីព្រោះកាំជ្រួចនេះមិនមែនជាកាំជ្រួចជំនួយអំពីប្រទេសសមាជិក NATO នោះទេគឺជាកាំជ្រួចដែលផលិតបានដោយខ្លួនឯងគឺផលិតនៅក្នុងប្រទេសអ៊ុយក្រែននឹងតែម្ដងបើយោងទៅតាមគាត់ការសន្មតនេះគឺផ្អែកទៅលើសេចក្តីថ្លែងការណ៍របស់មន្ត្រីអ៊ុយក្រែននិងព័ត៌មានដែលថាអាល្លឺម៉ង់អាចផ្គត់ផ្គង់បច្ចេកវិទ្យានិងឧបករណ៍មួយចំនួនពីកម្មវិធីមីស៊ីលរបស់ខ្លួនហើយលោក Stupak ក៏បានបន្ថែមទៀតថានេះអាចបង្កើនល្បឿនកម្មវិធីមីស៊ីលនៅក្នុងស្រុករបស់អ៊ុយក្រែនបានពី20ទៅ30% នឹងបន្ថែមទៀតពីព្រោះនិយាយដោយត្រង់ទៅខ្ញុំមិនឃើញវិធីផ្សេងទៀតទេដើម្បីបញ្ឈប់ប្រទេសរុស្ស៊ីនោះហើយការផលិតមីស៊ីលនៅអ៊ុយក្រែនវិញកាលពីខែវិច្ឆិកាឆ្នាំមុនប្រធានាធិបតីអ៊ុយក្រែនគឺលោក Volodymyr Zelensky បាននិយាយថាអ៊ុយក្រែនបានផលិតមីស៊ីលជាង100គ្រាប់រួចទៅហើយកាលពីខែមីនាលោក Roman Kostenko លេខាធិការនៃគណៈកម្មាធិការ Verkhovna Rada ស្ដីពីសន្តិសុខជាតិការពារជាតិនិងស៊ើបការបានប្រាប់បណ្ដាញ YouTube របស់ RBC Ukraine ថាអ៊ុយក្រែនមានកាំជ្រួច Neptune រួចហើយដែលមានសមត្ថភាពអាចហោះហើរបានចម្ងាយជាង1000គីឡូម៉ែត្របាទនេះគឺជាដំណឹងល្អរបស់ប្រទេសអ៊ុយក្រែនផងដែរដែលអាចមានសមត្ថភាពផលិតបាននៅកាំជ្រួចផ្ទាល់ខ្លួនរបស់ខ្លួនហើយកាំជ្រួចនេះគឺអាចបាញ់បានក្នុងចម្ងាយ150ទៅ250គីឡូម៉ែត្រហើយចំពោះឯមីស៊ីល Neptune វិញគឺអាចបាញ់បានរហូតដល់ទៅ1000គីឡូម៉ែត្រផងដែរហើយរាល់ជំនួយឬក៏បច្ចេកវិទ្យាហ្នឹងគឺបានការឧបត្ថម្ភអំពីប្រទេសអាល្លឺម៉ង់ដូច្នេះអ៊ុយក្រែនគឺកាន់តែមានអត្ថភាពតតាំងឬក៏ទប់ទល់ជាមួយនឹងប្រទេសរុស្ស៊ីនឹងបន្តទៀតដរាបណាមានជំនួយខាងផ្នែកបច្ចេកវិទ្យាឬក៏ផ្នែកខាងឧបករណ៍គ្រឿងបន្សំផ្សេងៗនោះអ៊ុយក្រែនអាចកាន់តែផលិតបាននៅគ្រប់មីស៊ីលបានដោយខ្លួនឯងកាន់តែច្រើនហើយរយៈពេលនៃការប្រយុទ្ធប្រឆាំងទប់ទល់ជាមួយនឹងរុស្ស៊ីនឹងគឺអាចពន្យឺតនៃការពន្លឿននៃការវាយប្រហាររបស់រុស្ស៊ីនឹងបន្ថែមទៀត